ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពថ្ងៃនេះគឺជាថ្ងៃពុធ4កើតខែបោះឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី24ខែធ្នូគ្រិស្តសករាជ2014នៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបនៅថ្ងៃនេះដូចតទៅមានពេទ្យខ្លាំងៗជាច្រើនបន្តសម្រាប់មនុស្សនៅប្រទេសកម្ពុជាដោយសារកង្វះខាតនៃចំណេះដឹងនៅលើទំព័រ Facebook របស់លោកសំរងស៊ីនៅថ្ងៃនេះបានចុះផ្សាយថាពេទ្យខ្លាំងៗក្នុងរឿងផ្សព្វផ្សាយជំងឺអេដជាករណីមួយបង្ហាញអំពីភាពទ្រុឌទ្រោមបាក់បែកនៃប្រព័ន្ធសុខាភិបាលនៅប្រទេសកម្ពុជាថ្មីនេះមានរបាយការណ៍ស្ដីអំពីមនុស្សប្រុសម្នាក់ឈ្មោះយ៉ែមជ្រិនដែលត្រូវបានគេចាប់ប្រកាន់ថាជាពេទ្យខ្លាំងៗដែលបានផ្សព្វផ្សាយមេរោគ HIV ឬក៏ជំងឺអេដទៅដល់អ្នកភូមិជាង100នាក់នៅក្នុងឃុំរកាស្រុកសង្កែខេត្តបាត់ដំបងសោតនីយកម្មនេះអាចយល់បានយ៉ាងងាយបន្ទាប់ពីពេទ្យខ្លាំងៗនេះបានសារភាពថាគាត់បានប្រាមចូលនឹងសារ៉ាំងដដែលទៅលើអ្នកជំងឺជាច្រើនរាប់មិនអស់តាមរយៈទំព័រ Facebook ដដែលនេះលោកសំរងស៊ីបានបន្ថែមថាបន្ទាប់ពីសោតនីយកម្មនេះត្រូវបានគេរកឃើញដោយចៃដន្យមានសំណួរមួយចំនួនគួរឲ្យបារម្ភក្រៃលែងដែលយើងត្រូវចោទសួរថាតើអាចមានករណីច្រើនទៀតដោយករណីឃុំរកានេះឬទេហើយតើអាចមានពេទ្យខ្លាំងៗដូចឈ្មោះយ៉ែមជ្រិននេះឬទេដែលកំពុងតែព្យាបាលអ្នកជំងឺដោយគ្មានជំនាញពិតប្រាកដហើយធ្វើឲ្យគេស្លាប់ជាបន្តបន្ទាប់នៅទូទាំងប្រទេសកម្ពុជាបើយើងទម្លាក់កំហុសទៅលើតែបុគ្គលម្នាក់ដែលយើងទើបតែវេកមុខនោះយើងច្បាស់ជាមិនទទួលស្គាល់ទំហំពិតប្រាកដនៃបញ្ហាដែលប្រទេសយើងកំពុងតែប្រឈមមុខហើយយើងក៏មិនអាចដោះស្រាយបញ្ហាទាំងនោះបានឡើយដែលឆ្លុះបញ្ចាំងពីភាពទ្រុឌទ្រោមបាក់បែកនៃប្រព័ន្ធអប់រំប្រព័ន្ធសង្គមគិច្ចនិងប្រព័ន្ធសុខាភិបាលនៅប្រទេសកម្ពុជាសប្តាហ៍ថ្ងៃនេះជាចុងបញ្ចប់លោកសំរងស៊ីបានសង្កត់ធ្ងន់ថាយើងត្រូវយល់ថាពេទ្យខ្លាំងៗឈ្មោះយ៉ែមជ្រិននេះគ្រាន់តែជាករណីមួយក្នុងចំណោមករណីមានចំនួនច្រើនរាប់មិនអស់ដែលកំពុងតែធ្វើឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់រាប់មិនអស់ដែរនៅទូទាំងប្រទេសកម្ពុជាស្ថានភាពនេះបង្ហាញឲ្យឃើញថានៅប្រទេសយើងសប្តាហ៍ថ្ងៃគ្មាននីតិរដ្ឋទេហើយគ្មានរដ្ឋអំណាចណាការពារផលប្រយោជន៍សាធារណៈឡើយដើម្បីស្ដារស្ថានភាពកុំឲ្យចេះតែដុនដាបទៅត្រូវតែមានការអនុវត្តជាក់ស្ដែងនៅកំណែទម្រង់ពិតប្រាកដតាមបែបបទប្រជាធិបតេយ្យដើម្បីរៀបចំឡើងវិញជាបន្ទាន់ស្ថាប័ននិងក្រសួងទាំងអស់ដែលពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជារាស្ត្រហើយកំណែទម្រង់ជាចាំបាច់បែបនេះតម្រូវឲ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននិងគ្រប់និន្នាការប្រជាពលរដ្ឋរងគ្រោះដីធ្លីក្នុងរាជធានីភ្នំពេញប្រមូលផ្ដុំគ្នាដាក់ញត្តិនៅសាលាឧទ្ធរកាលពីព្រឹកមិញនេះប្រជាពលរដ្ឋរងគ្រោះដោយសារដីធ្លីក្នុងរាជធានីភ្នំពេញបានប្រមូលផ្ដុំគ្នាដាក់ញត្តិនៅសាលាឧទ្ធរដើម្បីទាមទារឲ្យចៅក្រមសាលាឧទ្ធរពន្យាសវនាការសុំនៅក្រៅឃុំជូនស្ត្រីបង្កក់ចំនួន8នាក់ដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់នៅក្នុងពន្ធនាគារព្រៃសរបន្ទាប់ពីអនុញ្ញាតឲ្យចូលដាក់ញត្តិនៅសាលាឧទ្ធរតំណាងស្ត្រីបង្កក់បានធ្វើសន្និសីទកាសែតខ្លីមួយរៀបរាប់ពីស្ថានភាពស្ត្រីដែលកំពុងជាប់ឃុំមានបញ្ហាសុខភាពធ្ងន់ធ្ងរដែលត្រូវដោះលែងជាបន្តបន្ទាប់អ្នកស្រីបូសាភាដែលដឹកនាំការតវ៉ានឹងដាក់ញត្តិនេះបានរៀបរាប់យ៉ាងដូចនេះថាចូលជួបថ្ងៃនេះក៏បានទទួលញត្តិតែមុនការទទួលញត្តិគាត់បានប្រាប់ថារឿងនឹងមកដល់ដៃគាត់ហើយគាត់បានដាក់ថ្ងៃសម្រាប់ឡើងសាវនាគឺថ្ងៃ22ខែ1នៅក្នុងញត្តិនេះគឺពួកខ្ញុំបញ្លឿនឲ្យមានការឆាប់ឡើងសាវនាការព្រោះអីបើថ្ងៃ22គឺវាយូរមែនទែនដោយសារពួកគាត់កំពុងមានបញ្ហាសុខភាពខ្លាំងជាក់ស្ដែងដោយអ្នកស្រីផាន់ជុនរ៉េតបញ្ហាបេះដូងគាត់អាចកាំងពេលណាក៏បានដែរតែវាចម្លែកត្រង់ថាមន្ទីរមកពីក៏ដឹកគាត់យកមកពេទ្យបែរជាថតសួរទៅវិញហើយម្សិលមិញថានឹងយកគាត់មកពេទ្យបេះដូងទៀតតែបែរជាអត់យកមកវិញអញ្ចឹងអ្វីដែលពួកខ្ញុំព្រួយបារម្ភគឺបញ្ហាអាយុជីវិតរបស់ពួកគាត់ហើយស្ត្រី8នាក់ដែលកំពុងតែធ្វើកតកម្មអត់អាហារនឹងគាត់បានមានសុខភាពកាន់តែខ្សោយទៅមានស្ត្រីមួយចំនួនគាត់ងើបអត់រួចមានអាការៈវល់ងើបអញ្ចឹងបញ្ហាសុខភាពគាត់កាន់តែដុនដាបទៅប្រឈមមុខនឹងការបាត់បង់ជីវិតនិយាយរួមទៅគាត់ចូលទៅមិញគាត់ថាគាត់នឹងជួយពន្លឿនហើយតែនេះគេបានដាក់ថ្ងៃហើយគេដាក់ថ្ងៃ22ខែ1នឹងតែខ្ញុំគាត់ថាវាជាការយូរមែនទែនសម្រាប់ពួកគាត់ដែលពួកគាត់កំពុងតែប្រឈមមុខនឹងការបាត់បង់ជីវិតហើយអ្វីដែលពួកខ្ញុំចង់បានឲ្យវាមានលឿនជាងនឹងតិចមកដើម្បីបញ្ជានឹងការបាត់បង់ជីវិតរបស់ស្ត្រីទាំង8នាក់នោះចា៎ពលរដ្ឋរងគ្រោះដីធ្លីមកពីខេត្តព្រះវិហារដែលកំពុងស្នាក់នៅវត្តសាមគ្គីរាំងសីតវ៉ានៅមុខរដ្ឋសភា
ក្រមប្រជាពលរដ្ឋមកពីខេត្តព្រះវិហារធ្វើការទាមទារម្ដងទៀតឲ្យរដ្ឋសភាអន្តរាគមន៍ឲ្យពួកគាត់បានបន្តរស់នៅលើដីរបស់ពួកគាត់អះអាងថាបានរស់នៅអស់រយៈពេលជាច្រើនឆ្នាំមកហើយនៅពេលមកដល់មន្ទីររដ្ឋសភាក្រមជនរងគ្រោះបានស្រែកទាមទារឲ្យស្ថាប័ននេះជួយដោះស្រាយបញ្ហារបស់ពួកគាត់ក្រោយពីមានការស្រែកតវ៉ាតំណាងរាស្ត្រយ៉ាងតិច3រូបទាំងបកកាន់អំណាចលោកស្រីឡៅខេនិងបកប្រឆាំងលោកជាពយនិងលោកនុតរំដួលចេញជួបក្រុមអ្នកតវ៉ាដោយតម្រូវឲ្យតំណាងអ្នកភូមិចូលជួបក្នុងមន្ទីររដ្ឋសភាដើម្បីស្វែងយល់ពីបំណងនៃការស្វែងរកកិច្ចអន្តរាគមន៍នៅក្នុងជំនួបនេះប្រធានគណៈកម្មការទី1នៃរដ្ឋសភាលោកអេងឆៃអៀងមកពីគណៈបកសង្គ្រោះជាតិបានបកស្រាយយ៉ាងដូចនេះថាពេលនេះខ្ញុំតាំងនាមឲ្យគណៈកម្មការសរុបទូពីរដំគេនៅក្នុងរដ្ឋសភាសូមជម្រាបជូនមតិសាធារណជនជាតិបានជ្រាបពីបញ្ហាវិវាទដីធ្លីនៅភូមិស្វាយជ្រុំស្រុកជាប់ផ្សារខេត្តព្រះវិហារគណៈកម្មការទី1យើងខ្ញុំនឹងបានទទួលពាក្យបណ្ដឹងរបស់បងប្អូនប្រជាពលរដ្ឋ250គ្រួសារកាលពីកំឡុងខែកញ្ញាឆ្នាំ2019នេះហើយនៅក្នុងចន្លោះរយៈពេល2ខែនឹងគណៈកម្មការយើងខ្ញុំបានធ្វើការអង្កេតអំពីបញ្ហាវិវាទដីធ្លីនោះគឺយើងបានប្រមូលឯកសារពាក់ព័ន្ធនានាហើយនឹងចុងក្រោយនៅថ្ងៃទី14 15 16នឹងព្រឹទ្ធភូមិរបស់គណៈកម្មការទី1នៃរដ្ឋសភាយើងបានចុះទៅដល់ខេត្តព្រះវិហារផ្ទាល់តែម្ដងហើយបានទៅពិនិត្យមើលទីតាំងដីទំនាស់ហើយបន្តទៀតយើងបានជួបជាមួយនឹងអាជ្ញាធរពាក់ព័ន្ធមានគណៈអភិបាលខេត្តព្រះវិហារអាជ្ញាធរជាតិប្រាសាទព្រះវិហារក្រោយពីយើងបានប្រមូលព័ត៌មានអស់ហើយបានជួបហើយបានកាលពីថ្ងៃច័ន្ទទី22កន្លងមកនេះយើងខ្ញុំនឹងក៏បានជួបជាមួយតំណាងបងប្អូនសាស្ត្រព្រះវិហារបងប្អូនតំណាងឲ្យប្រជាពលរដ្ឋស្វាយជ្រុំដើម្បីផ្ដល់ព័ត៌មានហើយនឹងផ្ដល់ជាគំនិតនិងជាសំណើជូនទៅពួកគាត់ហើយក្នុងនោះអ្វីដែលក្រោយពីគណៈកម្មការយើងខ្ញុំធ្វើកិច្ចការអង្កេតរួចទៅគណៈកម្មការយើងខ្ញុំក៏បានស្នើសុំជួបគាត់នឹងស្នើសុំថាដោយសារដីភូមិស្វាយជ្រុំនឹងគឺអាជ្ញាធរអត់មានយកទៅលក់ដូរជួលប្រចាំឬក៏បុគ្គលឲ្យប្រពន្ធណាធ្វើវិទ្យុទេគឺអាជ្ញាធរគឺយកដីនឹងសម្រាប់ធ្វើអភិរក្សប្រាសាទសម្រាប់ប្រាសាទព្រះវិហារព្រោះដឹងថាប្រាសាទព្រះវិហារនឹងគឺត្រូវដាក់ជាបេតិកភណ្ឌលោកនេះហើយអញ្ចឹងមានការថែរក្សាការពារហើយពួកយើងខ្ញុំក៏បានទៅឃើញផ្ទាល់ហើយយើងខ្ញុំក៏បានទទួលឯកសារពាក់ព័ន្ធមានបរិយាក្រិតមានអនុក្រិតដែលអល់បង្ហាញប្រាប់ថាដីតំបន់នឹងដែលនៅក្នុងបរិយាក្រិតនឹងគឺចាត់ទុកថាជាតំបន់2ហើយនៅតំបន់2នឹងគឺជាតំបន់ដែលមានសំណល់វត្ថុបុរាណច្រើនហើយខាងអ្នកប្រាជ្ញខាងបុរាណវិទ្យានឹងគេបានធ្វើកំណាយទៅគេឃើញមានសំណល់បុរាណច្រើនជាងហើយនៅក្នុងតំបន់2នឹងគឺអាជ្ញាធររដ្ឋនឹងត្រូវធ្វើអភិរក្សទុកធ្វើអភិរក្សដើម្បីការស្រាវជ្រាវឲ្យមានធ្វើសំណងអីទេអញ្ចឹងក៏ខ្ញុំបានស្នើសុំគាត់ថាឲ្យគាត់ព្យួរការតវ៉ារបស់គាត់ក្នុងការចូលទៅនៅភូមិស្វាយជ្រុំវិញបងប្អូនយើងគាត់ចង់ចូលទៅនៅភូមិស្វាយជ្រុំវិញអញ្ចឹងបាទខ្ញុំស្នើសុំគាត់ថាឥឡូវនេះដោយសារខ្ញុំបានទៅមើលឃើញស្ថានភាពជាក់ស្ដែងទាំងអស់ហើយបានជួបជាមួយអាជ្ញាធរពាក់ព័ន្ធហើយបានឃើញឯកសារទាំងអស់អញ្ចឹងខ្ញុំស្នើសុំឲ្យគាត់ព្យួរមិនមែនថាមកឲ្យគាត់តវ៉ាមកឲ្យទៅណីទេព្យួរនោះបានន័យថាយ៉ាងម៉េចបានន័យថានៅក្នុងករណីអាជ្ញាធរគាត់ផ្លាស់ប្ដូរវិញថាយកតំបន់នឹងទៅលូកដូរទៅជួលឲ្យខ្លួនវិញពួកគាត់អាចតវ៉ាបាទពីកណ្ដាលគេជួលតំបន់នឹងដើម្បីឲ្យក្រុមផ្សេងទៅបានពួកគាត់ដែលជាម្ចាស់ដើមនោះក៏ត្រូវបានដែរ
ចឹងក្នុងស្ថានភាពដែលអាញាធរគេទុកតំបន់ដូចជាអភិរក្សខ្ញុំស្នើសុំឲ្យគាត់ជួសិនទៅហើយឲ្យមកទទួលយកគោលនយោបាយសំណងដែលរាជរដ្ឋាភិបាលបានព្រមសរឲ្យគាត់នឹងហើយបើសិនតែគាត់ទទួលយកគោលនយោបាយនឹងព្រមនៅសំណងនឹងគណៈកម្មការទី1យើងខ្ញុំនឹងជួយសម្របសម្រួលដល់ពួកគាត់ជាមួយនឹងអាជ្ញាធរខេត្តដើម្បីឲ្យបំពេញឲ្យបានត្រឹមត្រូវពេញលេញនៅសំណងនឹងអានឹងគឺជាគោលជំហរគឺជាសំណើរបស់គណៈកម្មការទី1យើងខ្ញុំផ្ទុយទៅវិញបើសិនតែគាត់ថាទេគាត់មិនសុខចិត្តទេគាត់នៅតស៊ូតវ៉ាតទៀតអានឹងជាសិទ្ធិរបស់គាត់តវ៉ាតស៊ូទៅយើងខ្ញុំនឹងបញ្ជូនសំណុំរឿងនេះប្រគល់ទៅឲ្យខាងនីតិប្រតិបត្តិដើម្បីដោះស្រាយព្រោះខាងរដ្ឋសភាយើងខ្ញុំមិនមែនជាអ្នកដោះស្រាយទេមិនមែនជាអ្នកអាកាត់ទេគាត់ជាអ្នកដែលទទួលពាក្យបណ្ដឹងធ្វើការអង្កេតហើយនឹងជួយសរុបស្រួលបើសរុបស្រួលទៅមិនចេញទេត្រូវប្រគល់ជូនទៅខាងនីតិប្រតិបត្តិជាអ្នកដោះស្រាយប៉ុន្តែការថាអ្វីដែលយើងខ្ញុំទៅមើលឃើញនឹងដែលយើងខ្ញុំសំណើសូមពួកគាត់នឹងគឺដើម្បីឲ្យមានការធ្វើសម្បទានតិចម្នាក់គឺសម្បទាននឹងបែរថាដីនឹងយើងដឹងថាគាត់បាននៅយូរយើងនិយាយពីស្ថាបនាយើងដឹងប៉ុន្តែដល់ក្រោយមកមានការរៀបចំមានការស្រាវជ្រាវហើយប្រាសាទព្រះវិហារត្រូវដាក់ធ្វើជាត្រូវបញ្ចូលជាបេតិកភណ្ឌពិភពលោកទៀតបើថាប្រាសាទព្រះវិហារជាទ្រព្យសម្បត្តិរបស់មនុស្សជាតិទាំងមូលអញ្ចឹងអាជ្ញាធរប្រាសាទព្រះវិហារដែលធ្វើការចំណាត់ការ UNESCO នឹងមើលឃើញថាតំបន់1តំបន់2នឹងគឺជាតំបន់ដែលមានសំណល់បុរាណដែលចាប់បាច់នឹងត្រូវធ្វើការអភិរក្សបាទខ្ញុំស្នើសុំតែគាត់ចូលរួមចំណែកទៅលះបង់អានឹងសម្រាប់ផលប្រយោជន៍មនុស្សជាតិទៅហើយគាត់ទទួលយកសំណងដែលអាចទទួលយកបានជាមួយនឹងរាជរដ្ឋាភិបាលទៅអានេះគឺជាបំណងរបស់កម្មការទី1ហើយយើងបានជួបគាត់ពេលនោះហើយពេលនោះគាត់បានសូមទៅគិតពេលដែលគាត់ជួបពួកយើងខ្ញុំហ្នឹងគាត់ថាសូមទៅគិតបាទសូមទៅគិតទៅពេលរសៀលថ្ងៃច័ន្ទដែរហ្នឹងគាត់ប្រទេសរបស់ខ្ញុំវិញថាគាត់អត់សូមទៅទេគាត់នឹងបន្តការតវ៉ាហើយយើងខ្ញុំក៏បានទៅជួបគាត់ថាអត់ទេបងប្អូនតវ៉ាចោះជាសិទ្ធិរបស់បងទេប៉ុន្តែកិច្ចការខាងរដ្ឋសភារបស់ខ្ញុំបានធ្វើប៉ុណ្ណឹងខ្ញុំបានឃើញប៉ុណ្ណឹងហើយខ្ញុំស្នើសុំប៉ុណ្ណឹងហើយបងប្អូនមិនទទួលយកសម្ដៅទេឃើញទៅអត់ជាបញ្ហាអត់មានការបង្កាត់បង្ខំទេបាទនឹងសូមជជែកប៉ុណ្ណឹងបាទគូបញ្ជាក់ថាពលរដ្ឋមានបញ្ហាដីធ្លីមកពីខេត្តព្រះវិហារនេះធ្លាប់ហែញ៉ាត់ទៅរដ្ឋសភាយ៉ាងតិច5លើកមកហើយដើម្បីស្វែងរកអន្តរាគមន៍បន្ទាប់ពីគ្មានដំណោះស្រាយជាច្រើនឆ្នាំបច្ចុប្បន្នពលរដ្ឋមានចំនួនដីធ្លីមកពីខេត្តព្រះវិហារជាង100នាក់កំពុងស្នាក់នៅវត្តសាមគ្គីរាំងសីជិត3ខែមកហើយដោយរងចាំដំណោះស្រាយអាជីវករខេត្តកំពង់ស្ពឺប្រមូលគ្នាតវ៉ានៅរដ្ឋសភាលោកអ្នកនាងជាទីមេត្រីអាជីវករលក់ដូរនៅចំណតរថយន្តខេត្តកំពង់ស្ពឺប្រមូលគ្នាតវ៉ានៅរដ្ឋសភាបន្ទាប់ពីអាជ្ញាធរបានដាក់អសានវិទ្យឲ្យក្រុមអាជីវករផ្លាស់ប្ដូរកន្លែងលក់ដូរទៅទីថ្មីចម្ងាយជិត1គីឡូម៉ែត្រពីកន្លែងចាស់ដែលក្រុមអាជីវករអះអាងថាលិចទឹកហើយគ្មានអ្នកទិញក្រុមអាជីវករសំណូមពរឲ្យរដ្ឋសភាអន្តរាគមន៍ទៅអាជ្ញាធរខេត្តឲ្យអនុញ្ញាតឲ្យពួកគាត់បន្តលក់ដូរនៅកន្លែងដដែលដោយគ្មានលក្ខខណ្ឌខ្ញុំមកឡាយមកដល់កន្លែងនេះនិយាយចោលនិយាយឡើងសាប់គាត់លើកថាគាត់មកហ្នឹងក្រោមគេដែរទេចឹងក្រោមគេដែរទេចឹងប៉ុន្តែបងប្អូនធ្វើអាជីវករធ្វើអាជីវធ្វើបាតកម្មក៏អត់ជំទាស់ទេប៉ុន្តែអ្នកដែលមកធ្វើទាំងប្រហែលអ្នកនេះគឺអត់រួចខ្លួនទេចាមានបញ្ហាគឺអត់រួចខ្លួនទេចឹងពួកខ្ញុំថ្ងៃ22ពួកខ្ញុំហ្នឹងគឺខ្ញុំថាខ្ញុំអត់ធ្វើទេខ្ញុំមកជុំគ្នាជ្រើសរើសតំណាងខ្ញុំដើម្បីឡើងមកសភាទេចឹងអស់លោកកុំឲ្យមានការយកច្រឡំនេះសាប់ថ្ងៃ22នេះឃើញមានកម្លាំងពលី PM ឡើងទៅលើបេនឹងទៀតចឹងធម្មតាខ្ញុំភ័យរហូតម្ដងថ្ងៃនេះខ្ញុំថាអូអត់ស្រួលទេចាចឹងនេះសម្រាប់មកសភាតែម្ដងថាឃើញញ៉ាត់ឡើងមកដើម្បីឲ្យខាងសភាហ្នឹងជួយចោលទៅវិញចាខ្ញុំធ្វើចម្រើនមន្ត្រីបកប្រឆាំងរកឃើញដីពីកន្លែងទៀតនៅខេត្តសៀមរាបត្រូវបានជួលតម្លៃថោកនិងមិនមានតម្លាភាពតាមការចុះផ្សាយរបស់គេហទំព័រ VOD បានឲ្យដឹងថាតំណាងរាជគណៈបកប្រឆាំងនៅថ្ងៃអង្គារអះអាងថាលោកបានរកឃើញភាពមិនប្រក្រតីនៃការជួលដីពីកន្លែងទៀតទំហំប្រហែល10ហិកតាទៅឲ្យក្រុមហ៊ុនដែលបានជួលនេះមានតម្លៃថោកនិងមិនមានតម្លាភាព
អនុប្រធានគណៈកម្មការហិរញ្ញវត្ថុធនាគារនិងសវនកម្មនៃរដ្ឋសភាមកពីគណៈបកសង្គ្រោះជាតិលោកសុនឆៃបានដឹកនាំមន្ត្រីជំនាញរបស់ខ្លួនជួបជាមួយក្រុមការងារអាជ្ញាធរជាតិអប្សរាដែលដឹកនាំដោយអគ្គនាយកអាជ្ញាធរជាតិអប្សរាលោកប៊ុនណារិតដើម្បីសិក្សាពីចំនួនអង្គរវត្តនិងភាពមិនប្រក្រតីមួយចំនួនក្នុងការអភិវឌ្ឍខេត្តទេសចរមួយនេះកាលពីថ្ងៃច័ន្ទលោកសុនឆៃលើកឡើងថាថវិការដ្ឋយ៉ាងតិច$400 លានអាមេរិកនឹងត្រូវបាត់បង់ក្នុងរយៈពេល70ឆ្នាំដោយសារអាជ្ញាធរជាតិអប្សរាជួលដីតំបន់បូរីសន្តាគារសុខាឲ្យទៅក្រុមហ៊ុនវៀតណាមសុកគង់នៅក្នុងតម្លៃថោកនិងមិនមានតម្លាភាពគេហទំព័ររដូវនេះបានលើកឡើងឲ្យដឹងតាមរយៈលោកសុនឆៃប្រាប់ឲ្យដឹងបន្ទាប់ពីជួបប្រជុំជាមួយមន្ត្រីអាជ្ញាធរជាតិអប្សរាថាលោកបានរកឃើញដីចំនួន2កន្លែងទៀតដែលលោកអះអាងថាត្រូវបានជួលឲ្យក្រុមហ៊ុនគឺមួយកន្លែងទំហំ2ហិកតានិងមួយកន្លែងទៀតទំហំ8ហិកតាលោកមិនបានដឹងពីទីតាំងជាក់លាក់និងឈ្មោះក្រុមហ៊ុនដែលត្រូវបានជួលឲ្យនោះទេដោយសារអាជ្ញាធរជាតិអប្សរាបដិសេធផ្ដល់ឯកសារពាក់ព័ន្ធលោកបានស្នើសុំឯកសារនិងកុងត្រានានាលោកសុនឆៃជំរុញរដ្ឋាភិបាលគួរតែមានឯកសារជាក់លាក់បង្ហាញពីទ្រព្យសម្បត្តិរបស់ជាតិលោកថាបើសិនជាសមាជិករបស់គណៈកម្មការហិរញ្ញវត្ថុធនាគារនិងសវនកម្មនៃរដ្ឋសភាមិនចូលរួមការស៊ើបអង្កេតនេះលោកនឹងធ្វើការស្រាវជ្រាវនិងរៀបចំឯកសារតាមនីតិវិធីច្បាប់បន្ទាប់ពីការសិក្សានេះលោកសុនឆៃនឹងស្នើទៅប្រធានរដ្ឋសភាលោកហេងសំរិនឲ្យត្រួតពិនិត្យលើភាពមិនប្រក្រតីទាំងនេះការបញ្ចេញរឿងនេះគឺនៅពេលគណៈកម្មការហិរញ្ញវត្ថុធនាគារនិងសវនកម្មនៃរដ្ឋសភាចុះទៅខេត្តសៀមរាបរយៈពេល4ថ្ងៃចាប់ពីថ្ងៃទី21ដល់ថ្ងៃទី24ខែធ្នូនេះដើម្បីត្រួតពិនិត្យលើបញ្ហាធំៗមួយចំនួនរួមមានការងាររបស់អាជ្ញាធរជាតិអប្សរាអំពើពុករលួយក្នុងការប្រមូលថវិកាពីការទស្សនាប្រាសាទអង្គរវត្តការគ្រប់គ្រងការចំណាយរបស់ខេត្តសៀមរាបនិងការគ្រប់គ្រងអាកាសយានដ្ឋានសៀមរាបជាដើមប៉ុន្តែសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី22ខែធ្នូឲ្យដឹងថាការគ្រប់គ្រងចំណាយចំណូលនានាដែលអាជ្ញាធរជាតិអប្សរាទទួលបានពីទេសចរដែលចូលទស្សនានាអង្គរវត្តខ្លួនបានពន្យល់លម្អិតដល់គណៈកម្មការជំនាញនៃរដ្ឋសភាព្រមទាំងផ្ដល់ឯកសារដែលជារបាយការណ៍នៃការលួចសម្បត្តិចូលទស្សនារមណីយដ្ឋានអង្គរសម្រាប់5ឆ្នាំដោយចាប់ពីឆ្នាំ2010ដល់ឆ្នាំ2014តុលាការហុងកុងដាក់គុកសេដ្ឋី Thomas Kwok 5 ឆ្នាំពីបទពុករលួយបើយោងតាមគេហទំព័រភ្នំពេញប៉ុស្តិ៍បានចុះផ្សាយថាសេដ្ឋីហុងកុងគឺមហាសេដ្ឋីអចលនទ្រព្យហុងកុងលោក Thomas Kwok ត្រូវបានជាប់គុក5ឆ្នាំពីថ្ងៃអង្គារជុំវិញបញ្ហាការផ្ដាល់ប្រាក់ដល់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់នៅក្នុងរឿងក្តីដ៏ធំមួយដែលបានធ្វើឲ្យតក់ស្លុតដល់ក្រុងនេះលោក Kwok អាយុ63ឆ្នាំដែលគឺជាសហប្រធានរបស់ក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតរបស់ហុងកុងគឺក្រុមហ៊ុនស៊ុនហុងខៃត្រូវគេឃើញថាមានទោសពីបទសំគំនិតប្រព្រឹត្តអំពើមិនត្រឹមត្រូវនៅក្នុងការិយាល័យសាធារណៈជុំវិញការផ្ដោតប្រាក់ជាបន្តបន្ទាប់ដែលសរុបទៅមានចំនួន $8.5 លានហុងកុងទៅឲ្យអតីតមន្ត្រីលេខ2លោក Raphael Hui គេហទំព័រនៅដែរនេះបានលើកឡើងឲ្យដឹងតាមរយៈចៅក្រមលោក Andrew Max Brown បាននិយាយថាលោកគ្មានសង្ស័យទេថាលោក Kwok គឺមានអត្តចរិតមូលដ្ឋានជាមនុស្សម្នាក់ល្អលោកបាននិយាយថាលោកបានពិចារណាទោសអតិបរមា6ឆ្នាំប៉ុន្តែបានបន្ថយ1ឆ្នាំដើម្បីទូទាត់ជាមួយអត្តចរិតល្អរបស់លោក Kwok លោក Hui អាយុ66ឆ្នាំក៏កំពុងប្រឈមមុខការជាប់គុកបន្ទាប់ពីត្រូវគេរកឃើញថាមានទោសចំពោះការចោទប្រកាន់5នៃការចោទប្រកាន់8ករណីប្រឆាំងនឹងលោកមុនពេលការកាត់ទោសលោក Matt Brown បាននិយាយថាផ្ទុយទៅវិញរឿងក្តីមួយកំពុងដោះស្រាយជាមួយក្រុមបុរសត្រឹមត្រូវដែលមានវ័យមិនមែនក្មេងប៉ុន្តែជាអ្នកដែលបានប្រព្រឹត្តបទល្មើសធ្ងន់ជាច្រើនដោយបន្ថែមថាការចូលគុកនឹងជាភាពលំបាកដ៏ជាក់លាក់មួយសម្រាប់ក្រុមចុងចោតនេះលោកអ្នកនាងជាទីមេត្រីព័ត៌មានសង្ខេបរបស់នាងខ្ញុំនៅពេលនេះបានមកដល់ទីបញ្ចប់ហើយនាងខ្ញុំរស់មារយាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកនាងដែលបានទស្សនាកម្មវិធីនេះតាំងពីដើមរហូតដល់ទីបញ្ចប់សូមអរគុណសូមគោរពលា